ជារៀងរាល់ថ្ងៃយើងបង្កើតកាកសំណល់ជាច្រើនប្រភេទដូចជាត្រឡោកដូងកុំទឹកឈើនិងកាកអំពៅដែលភាគច្រើនត្រូវបានបោះបង់ចោលអត់ប្រយោជន៍ឬបង្កជាការបំពុលបរិស្ថានម្យ៉ាងវិញទៀតការប្រើប្រាស់ធ្យូងធម្មជាតិនៅតែជាកត្តាដ៏ធំមួយដែលជំរុញឲ្យមានការកាប់បំផ្លាញព្រៃឈើហើយនៅពេលដុតក៏មានផ្សែងខ្លាំងនិងបង្កផ្កាភ្លើងដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ធ្យូងអនាម័យគឺជាគំនិតច្នៃប្រឌិតមួយដែលប្រែក្លាយកាកសំណល់ធម្មជាតិនិងឧស្សាហកម្មដែលគ្មានតម្លៃឲ្យទៅជាផលិតផលថាមពលដែលមានគុណភាពខ្ពស់ធ្យូងអនាម័យដែលផលិតចេញពីកាកសំណល់មិនត្រឹមតែជាការកែច្នៃប៉ុណ្ណោះទេតែវាជាការផ្ដល់កំណើតថ្មីដល់ធនធានដែលគេបោះបង់ចោលយើងអត់កាប់ព្រៃយកមកធ្វើធ្យូងទេដោយសារតែបច្ចុប្បន្ននេះយើងអ្វីដែលយើងប្រើប្រាស់គឺយើងប្រើប្រាស់កាកសំណល់ដែលគាត់បោះចោលទាំងអស់មានន័យថាយើងសេវបរិស្ថានមួយចំណែកតូចដែរយើងមិនមែនថាមួយចំណែកវាទាំងអស់ហ្មងមួយចំណែកតូចប៉ុន្តែអនាគតយើងនឹងធ្វើ innovation វាប្រើប្រាស់វត្ថុធាតុដើមជំនួសដោយសារបច្ចុប្បន្នមានកាកសំណល់ទាំងអស់ហ្នឹងបោះចោលច្រើនយើងត្រូវយកប្រមូលហ្នឹងយកមកកែច្នៃដើម្បីប្រើប្រាស់ឡើងវិញវាជាផលិតផលថ្មីថ្មីដែលប្រជាជនយើងចាប់ផ្ដើមផ្លាស់ប្ដូរពីការប្រើប្រាស់ធ្យូងធម្មជាតិមកជាធ្យូងអនាម័យវិញហើយមុននឹងខ្ញុំចាប់ផ្ដើមផលិតក៏ខ្ញុំគឺជាអ្នកលក់មួយរូបដែររហូតដល់ពេលបច្ចុប្បន្ននេះដោយសារយើងធ្វើទីផ្សារបានច្រើនទៅយើងឈានទៅរកការផលិតសម្រាប់បច្ចុប្បន្ននេះមួយចំនួនតូចយើងធ្វើពីត្រឡោកដូងដោយសារវាមានកម្រិតវាបរិមាណតិចតួចនៅស្រុកខ្មែរហើយអ្វីទូទៅដើមសំខាន់យើងមានដូចជាចន្ទីមេចន្ទីដែលគេតាក់តែងមកហ្នឹងហើយនឹងសបកឈើដែលកសិករគាត់ដុតធ្យូងធម្មជាតិហើយនៅសល់កតិចកទីដែលគាត់បោះចោលហ្នឹងគឺយើងប្រមូលយកមកកែច្នៃឡើងវិញទាំងអស់ហើយជាពិសេសស្កាសំណល់ពីរោងចក្រមិនមែនកណាត់ឬក៏ផ្លាស្ទិកអីទេពាក់ព័ន្ធមួយសំណល់ដែលគាត់ដុតយកធម្មពលហើយគាត់ប្រើអស់មេចន្ទីកស៊ូអីផ្សេងៗដុតយកធម្មពលហើយគាត់នឹងសល់កតិចកទីធ្យូងហ្នឹងហើយគាត់រែងយកមកលក់ឲ្យយើងដូចគ្នាអញ្ចឹង process របស់យើងបច្ចុប្បន្ននេះយកកតិចធ្យូងហ្នឹងដំបូងយើងកិនវាឲ្យម៉ត់ហើយយើងចូលម៉ាស៊ីនលាយជាមួយម្សៅដលងមីលាយម្សៅដលងមីហើយបានយើងចូលម៉ាស៊ីនមួយទៀតពូតឲ្យវាស្អិតហើយបានយើងចូលទៅម៉ាស៊ីនពុំចេញជាពុំធ្យូងហ្នឹងមកហើយចុងក្រោយយើងចូលឡសម្ងួតហើយបានយើងវេចខ្ចប់ចែកចាយទៅទីផ្សារធ្យូងធម្មជាតិធម្មតាដុតទៅវាផ្ទុះវាផ្សែងហើយតែអត់ដល់1ម៉ោងទេគឺវាអស់ហើយធ្យូងអនាម័យយើងដុតបានរហូតដល់3ម៉ោងហើយចំហេះល្អអត់ផ្សែងអត់ផ្ទុះប៉ុន្តែបច្ចុប្បន្នខ្ញុំកំពុងតែរៀបចំពង្រីកសេវាផលិតកម្មបន្ថែមទៀតដោយសារទីផ្សារយើងមានច្រើនមួយខែ200តោនទៅ500តោនក៏យើងលក់អស់ដែរយើងដឹងហើយថាការប្រើប្រាស់ធ្យូងធម្មជាតិបង្កបញ្ហាច្រើនបំផ្លាញព្រៃឈើបំពុលខ្យល់ដោយផ្សែងច្រើននិងប៉ះពាល់សុខភាពម្យ៉ាងវិញទៀតកាកសំណល់កសិកម្មរាប់តោនត្រូវបានបោះបង់ចោលដោយឥតប្រយោជន៍ចំណែកធ្យូងអនាម័យវិញគឺជាបដិវត្តន៍មួយក្នុងការប្រើប្រាស់និងជួយកាត់បន្ថយការកាប់បំផ្លាញព្រៃឈើធ្យូងអនាម័យមានលក្ខណៈខុសពីធ្យូងធម្មតាបច្ចុប្បន្នធ្យូងអនាម័យកំពុងមានតម្រូវការខ្ពស់ទាំងក្នុងស្រុកសម្រាប់ប្រចាំថ្ងៃនិងហាងអាហារតូចធំផងដែរគួរឲ្យកត់សម្គាល់ធ្យូងអនាម័យនេះកាលពីមុនការគាំទ្រក្នុងស្រុកនៅមានកម្រិតនៅឡើយប្រជាពលរដ្ឋខ្មែរភាគច្រើនហាក់មិនសូវស្គាល់ច្បាស់ពីអត្ថប្រយោជន៍របស់វាទេជាហេតុធ្វើឲ្យទីផ្សារមានការរីកចម្រើនយឺតពីមុនសម្រាប់ខ្ញុំលក់ធ្យូងអនាម័យនេះកន្លងមកទី1ប្រជាជនគាត់អត់ស្គាល់ធ្យូងអនាម័យហ្នឹងទេហើយក៏គាត់អត់ដឹងថាធ្យូងអនាម័យហ្នឹងផលិតចេញពីអីគាត់គិតថាធ្យូងហ្នឹងប៉ះពាល់សុខភាពគាត់អត់ប្រើប្រាស់ទេហើយមួយទៀតគាត់គិតថាលំបាកក្នុងការកាត់អញ្ចឹងណាអញ្ចឹងតម្រាំទៅណែនាំឲ្យគាត់យល់ពីច្បាប់ផលិតកម្មរបស់យើងតាក់ទងនឹងការផលិតទាំងការប្រើប្រាស់ទាំងគុណសម្បត្តិផ្សេងទៀតគឺគាត់យល់ដឹងច្រើនអញ្ចឹងជាជនយើងគាត់ជួយច្រើនក្នុងការប្រើប្រាស់ធ្យូងដើម្បីលុបបំបាត់ការកាប់បំផ្លាញព្រៃឈើដែរនេះតាមបច្ចេកទេសអ្នកលក់អ្នកអាងសាច់អានេះខ្ញុំនិយាយការជាក់ស្ដែងធ្យូងអស់វាហុយបន្តិចមែនវាមិនងុំបានយូរដូចធ្យូងអនាម័យទេប៉ុន្តែបើរឿងថាការឆេះវាអត់ទាន់ធ្យូងអស់ទេព្រោះអីអស់វាមានប្រភេទជាឈើហើយធ្យូងអនាម័យវាអត់មាន
thịt hư thế bây giờ tầm ràm thế chẳng bị thế bị ọt toàn chung ốc thế phần tay bờ ca ngum bàn du tranh chung của nà mày thế chung ốc mà đốm chung của nà mày mà đốm bị khóc nghe trong là làm máu không chung của nà máy bây bàn du men phần tay còn tha bị ọt hơi ọt thay lươn đôi chung ốc nhưng ai có con tới về miền chết đạt lương chết ấy chẳng bậc chung của nà máy có miền thế hỏi bờ phở tới trình anh riêng chung ốc nhưng chưa là trình anh chung ốc tập thì ăn đóp thì ăn đóp miền tí chung ốc hay bậc chung của nà máy ban cả làm màu chiêng đấy và sầm ép nhóm vô khơi thạc cái miền cục khu ba lọ thì lại cái chơi thường chẳng bây giờ nè được chung ốc ní anh đang bị phật lan như vậy bên ta thì mai cầm rơi ca kia chôn hai về tung tơ ơi lại na của miền chung đây ông mà ta mơ tới cái che thật vơi chào chia tới ao dương đợt tới đôi tha cái mình chỉ cầm tay lụa ăn sạch ấy thua mà đa xăm anh anh trắng á nắng ba nó con á ăn miền Bắc qua lại tê việc xài ngay có việc ăn miền phơi Bắc qua mà lười dương này chung là năm mai ní pra tới vì ăn tú vì ăn sáng hay cô việc là o tam bạc than dương á nè ngày bơ sầm rạp ống chung ní vì do máu bạc cát bơ chung ba trăm tú tú bên ngày na ăn tú tê bơ do à vải nó việc là ó nó con á là ngày và mà xong một tuần thì mỗi chung là làm mai dương đi có việc con phía con là o đấy chung thom đa hồi chieng chung là mai ăn sau hồi pra ban du chieng chung thom đa chung là mai ăn đi chieng rồi chieng quay ngược về đi chieng là o chieng ta pra chung là mai chui cành thoi prey chớ cành thoi pẹp thoi khăn về là o nhà luôn là o chieng chung thom đa